មូលហេតុ3យ៉ាងដែលអតិថិជនគួរតែសម្រេចចិត្តទិញគម្រោងឋានសេវានៅតំបន់ទួលទំពង់ទី1គឺយើងគិតទៅលើប្រវត្តិរបស់ម្ចាស់គម្រោងផ្ទាល់ដែលម្ចាស់គម្រោងបច្ចុប្បន្នគឺយើងបានសាងសង់ឲ្យ4គម្រោងជាស្ថាពរ 100% ដែលយើងបានបកគោសោជូនអតិថិជនទី1គឺគម្រោងឋានសេវា1ដែលនៅតំបន់បឹងកេងកង1ទី2គម្រោងឋានសេវា2នៅតំបន់ទួលគោកនិងទី3គម្រោងឋានសេវា3នៅតំបន់ទួលគោកទី4ជាគម្រោងបរិយដែលយើងបានលក់រួចរាល់និងបកគោសោជូនអតិថិជនរួចរាល់សម្រាប់គម្រោងទី5គឺយើងបានសាងសង់គ្រោង 100% រួចរាល់ហើយនឹងត្រៀមប្រកោសោជូនអតិថិជននៅក្នុងចុងឆ្នាំនេះគម្រោង6គឺយើងកំពុងតែសាងសង់ហើយយើងនឹង plan នឹង hand over នៅឆ្នាំ2026ចុងឆ្នាំដូចនេះគម្រោងឋានសេវា7គឺយើងបុកគ្រឹះរួចរាល់អស់ហើយបច្ចុប្បន្ននេះគឺយើងទើបតែសម្ពោធបុកគ្រឹះសម្រាប់គម្រោងឋានសេវា8ក្នុងតំបន់ទួលទំពង់ចំណុចទី2យើងនិយាយអំពីទីតាំងសម្រាប់គម្រោងឋានសេវា8គឺយើងសាងសង់នៅក្នុងតំបន់ទួលទំពង់ដែលជាតំបន់មួយកំពុងតែអភិវឌ្ឍខ្លាំងមែនទែននិយាយពីតំបន់ទួលទំពង់គឺជាតំបន់មួយដែលមានតម្រូវការខ្ពស់មែនទែនសម្រាប់ភ្ញៀវជនជាតិបរទេសដែលគាត់តែងតែមកលេងស្រុកខ្មែរឬក៏ស្នាក់នៅស្រុកខ្មែរហើយមួយវិញទៀតតំបន់ទួលទំពង់គឺជាតំបន់មួយដែលសម្បូរបែបមានទាំងហាងកាហ្វេមានទាំងបែប European restaurant មានទាំងបែបកន្លែងកម្សាន្តជាច្រើនមែនទែនដែលធ្វើឲ្យអតិថិជនគាត់ងាយស្រួលក្នុងការរស់នៅក្នុងតំបន់មួយនេះតសម្រាប់ចំណុចចុងក្រោយគឺជាចំណុចទី3ជាចំណុចសំខាន់មែនទែនសម្រាប់អតិថិជនក្នុងការសម្រេចចិត្តគឺតកតងជាមួយនឹងតម្លៃហើយនឹងការបង់ប្រាក់ខ្ញុំអាចនិយាយបានថាក្នុងសម្រាប់គម្រោងឋានសេវាទាំងអស់តម្លៃគឺជាតម្លៃមួយដែលល្អបំផុតនៅក្នុងទីផ្សារបច្ចុប្បន្នគឺអតិថិជនអាចទិញក្នុងតម្លៃមួយដែលក្រោមទីផ្សារបើធៀបជាមួយនឹងគម្រោងដទៃក្នុងតំបន់សម្រាប់ការបង់ប្រាក់ផ្ទាល់គឺម្ចាស់គម្រោងផ្ដល់ការបង់ប្រាក់ពិសេសមែនទែនអតិថិជនគ្រាន់តែមានត្រឹមតែ10ទៅ20%ក្នុងការចូលរួមបន្តមកទៀតយើងអាចបង់ដោយអត់ការប្រាក់រយៈពេល45ខែរហូតដល់ការប្រគល់សោ